កាត់មកក្នុងគ្រួសារក្រីក្រមិនមែនជាកំហុសតែការស្លាប់ទៅវិញក្នុងភាពក្រីក្រទើបជាកំហុសមនុស្សជោគជ័យជាច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់ការខ្វះខាតប៉ុន្តែគេប្រើចំណេះដឹងដើម្បីកែប្រែវាសនាបើចង់ផ្លាស់ប្ដូរជីវិតឲ្យប្រសើរឈប់ដេកចាំសំណាងហើយសាកល្បងវិធីសាស្ត្រទាំង5នេះ1. ត្រូវផ្លាស់ប្ដូរគំនិតចូលឈប់ខ្វាយខ្វល់ពីភាពវិជ្ជមានហើយងាកមកដោតលើរឿងវិជ្ជមានវិញព្រោះគំនិតរបស់អ្នកគឺជាមេដែកស្រូបទាញវាសនាបើអ្នកជឿថាជីវិតមិនអាចទៅមុខវានឹងនៅតែជាប់គាំងនៅទីនោះជានិច្ចខុសពីមនុស្សជោគជ័យដែលតែងតែជឿជាក់ថាការរៀនសូត្រនិងការប្រឹងប្រែងអាចកែប្រែជោគវាសនាបានសម្រាប់ពួកគេបរាជ័យគឺជាមេរៀនមិនមែនជាផ្លូវទាល់ឡើយចូលចងចាំថាគំនិតវិជ្ជមាននិងទំនុកចិត្តលើខ្លួនឯងគឺជាគ្រាប់ពូជដំបូងនៃភាពជោគជ័យ2. វិនិយោគលើខ្លួនឯងគឺជាការវិនិយោគដែលមិនចេះខាតបង់ក្នុងយុគសម័យឌីជីថលជំនាញគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលអាចបង្កើនចំណូលនិងឱកាសគ្មានដែនកំណត់ទោះបីអ្នកចាប់ផ្ដើមពីបាតដៃទទេក៏អ្នកអាចសាងភាពមានបានតាមរយៈការក្រេបជញ្ជក់ជំនាញដែលទីផ្សារកំពុងស្រេកឃ្លានដូចជាបច្ចេកវិទ្យាទីផ្សារឌីជីថលភាសាបរទេសនិងការគ្រប់គ្រងហិរញ្ញវត្ថុអ្នកពូកែពិតឱកាសការងារនិងចំណូលខ្ទង់$1000នឹងរត់មករកអ្នកដោយខ្លួនឯងអ្នកត្រូវចាំថាចំណេះដឹងមាននៅគ្រប់ទីកន្លែងប៉ុន្តែមានតែអ្នកដែលមានវិន័យនិងការថ្លៃចិត្តខ្ពស់ប៉ុណ្ណោះទើបអាចច្នៃចំណេះដឹងទាំងនោះឲ្យក្លាយជាមាសប្រាក់មានបាន3. ត្រូវចេះគ្រប់គ្រងលុយភាពក្រីក្រមិនមែនកើតមកតែពីការរកចំណូលបានតិចតួចនោះទេតែវាអាចមកពីកង្វះជំនាញគ្រប់គ្រងលុយកាក់អ្នកជោគជ័យចាត់ទុកប្រាក់ជាឧបករណ៍ដើម្បីសាងសេរីភាពមិនមែនជាមធ្យោបាយសម្រាប់តែភាពសប្បាយបណ្ដោះអាសន្ននោះទេពួកគេឈ្នះដោយសារវិន័យក្នុងការសន្សំលុយនិងភាពវៃឆ្លាតក្នុងការវិនិយោគសម្រាប់អនាគត4. ការប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍សញ្ញាសម្គាល់របស់អ្នកជោគជ័យគឺការចាត់ទុកពេលវេលាជាទ្រព្យសម្បត្តិខ្ពស់បំផុតពួកគេជ្រើសរើសពេលទំនេរដើម្បីអភិវឌ្ឍខ្លួននិងស្វែងរកឱកាសខណៈដែលមនុស្សទូទៅចំណាយពេលវេលាដើម្បីតែការកម្សាន្តនិងការត្រាំត្រែងក្នុងបញ្ហាដែលគ្មានដំណោះស្រាយចូលចងចាំថារបៀបដែលអ្នកប្រើប្រាស់ពេលវេលាថ្ងៃនេះគឺជាអ្នកកំណត់វាសនារបស់អ្នកនៅថ្ងៃស្អែក5.
ហ៊ានប្រឈមនឹងភាពបរាជ័យមានជ័យជំនះណាដែលមិនធ្លាប់ស្គាល់រសជាតិបរាជ័យនោះទេភាពបរាជ័យមិនមែនជាការបញ្ចប់ឬជាសញ្ញានៃការអសមត្ថភាពនោះឡើយប៉ុន្តែវាគឺជាស្ពាននិងជាគ្រូបង្រៀនដ៏ល្អបំផុតមនុស្សជោគជ័យខុសពីមនុស្សធម្មតាត្រង់ថាពួកគេមិនដែលបណ្ដោយឲ្យភាពបរាជ័យមកបញ្ឈប់ដំណើរការរបស់ពួកគេបានឡើយការអត់ធ្មត់និងការមិនបោះបង់គឺជាអាវុធដ៏មានឥទ្ធិពលបំផុតដើម្បីសម្រេចគោលដៅទោះបីយ៉ាងណាក៏ដោយភាពជោគជ័យមិនមែនជាផ្លែឈើដែលទុំក្នុងរយៈពេលតែមួយយប់ឡើយប៉ុន្តែវាជាលទ្ធផលនៃការសន្សំចំណេះដឹងនិងការខិតខំបើអ្នកប្រាថ្នាសេរីភាពនិងចង់ចាក់ចេញពីជីវិតដ៏លំបាកចូលចាប់ផ្ដើមផ្លាស់ប្ដូរពីខ្លួនឯងនិងពេលនេះតទៅគ្មានសំណាងណាដែលថិតថេរជាងការប្រឹងប្រែងនោះទេចូលរៀនគ្រប់គ្រងហិរញ្ញវត្ថុបង្កើនជំនាញឲ្យតម្លៃពេលវេលានិងហ៊ានប្រឈមមុខនឹងភាពបរាជ័យឈប់ផ្ដល់កន្លែងឲ្យគំនិតអវិជ្ជមានហើយប្រាប់ខ្លួនឯងថាខ្ញុំនឹងមិនរស់នៅក្នុងភាពក្រីក្រពេញមួយជីវិតឡើយចាប់ផ្ដើមពីជំហានតូចៗនៅថ្ងៃនេះព្រោះការខិតខំប្រឹងប្រែងពិតប្រាកដមិនដែលក្បត់ម្ចាស់ឡើយ